សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបរិហាគេខ្លួនឯងមួយរឿងម្សិលមិញខ្ញុំខ្ចីលុយគេ$50ពិតជាក្ររហេមរហាមខ្លាំងណាស់ចូលចំណែកcontent creator ដទៃរហេមរហាមដូចខ្ញុំដែរអត់ដឹងថាហេតុអីបានជាខ្ញុំខ្ចីអត់និយាយត្រង់ទៅរឿងគឺមកពីអបកាច់យោមួយនោះដែលវាក្នុងសមាជិកបកប្រជាជនទឹកក្នុងសមាជិករដ្ឋាភិបាលដែលវាតាមសម្លាប់បន្ទាប់មកគេមានយន្តការតាមកម្ចាត់បែបប្រព័ន្ធធ្វើឲ្យខ្ញុំនឹងក្ររហាមដល់ថ្ងៃនេះប៉ុន្តែខ្ញុំចេះតែរៀនធ្វើអាជីវកម្ម offline អញ្ចឹងទៅខ្ញុំជំនាញ offline ខ្លះដែលបានមករស់ដល់សប្តាហ៍ថ្ងៃប៉ុន្តែមិនថាយ៉ាងណាខ្ញុំនៅតែកល់មួយចំណុចរហូតសមត្ថភាពខ្ញុំមានហេតុអីក៏ខ្ញុំក្ររឿងវាដូចខាងលើដែលខ្ញុំបានរៀបរាប់ខាងលើអូខេសុំទោសនិយាយច្រឡំរហូតហ្នឹងហើយពាក់ព័ន្ធជាមួយការខ្ចី$50នោះដឹងតែហេតុអីអត់បងប្អូនទាំងអស់គ្នាជាអ្នកមានទ្រព្យមានសម្បត្តិគឺប្រើ Wi-Fi មួយខែ$15ទេតែខ្ញុំវិញប្រើ Wi-Fi មួយខែ$45ទៅ$70ដោយហេតុទីសំទោសដោយហេតុនេះដូចជនបទដាច់ស្រយាលអញ្ចឹងនេះស្ទឹងបត់នេះសង្កាត់ផ្សារកដាលដែរទីក្រុងប៉ោយប៉ែតប៉ុន្តែអត់មាន Wi-Fi ខ្សែអូចូលទេមានដែរមានអនឡាញប៉ុន្តែខាងអនឡាញស្នើសុំលុយកញ្ចប់ដំឡើងយ៉ាងម៉េចទេវាឡើងទៅ100ជាងដដែលខ្ញុំក៏គិតពិចារណារហូតដល់ថ្ងៃនេះអញ្ចឹងទៅ Wi-Fi Midphone ក៏អត់មានបានតាក់ទងគ្រប់ហើយ Cell card ក៏អត់មានអូខ្សែមកដែរមានតែអនឡាញមួយទេដែលដាក់ទៅប៉ុស្តិ៍នគរបាលជើងគោកនៅជាប់ព្រំដែនហើយខ្សែអូសជុំវិញផ្ទះនេះទេប៉ុន្តែគេនៅតែទាខ្សែទៀតតម្លៃដំឡើងហើយវាត្រូវឲ្យខ្ញុំជាប់ជើងជាប់ដៃដើម្បីដាក់6ខែផងទៀតដែលខ្ញុំតម្រូវបញ្ញាប់ចាក់ចេញទៅរកទីលំនឹងនៅភ្នំពេញដូចគ្នាត្រឡប់ទៅស្រុកកំណើតវិញណាអញ្ចឹងហើយក្នុងមួយខែខ្ញុំប្រើអស់$70ខ្ញុំឧទាហរណ៍ណាព្រោះដោយសារខ្ញុំត្រូវធ្វើ YouTube និង content creator YouTube ខ្ញុំត្រូវបង្ហោះទៅអាមេរិកអញ្ចឹងទៅក្នុងមួយថ្ងៃខ្ញុំប្រើ SIM card SIM អ៊ីនធឺណិតវា$1.5កាក់ទៅ$3អញ្ចឹងទៅហើយរាល់ពេលមួយអាទិត្យខ្ញុំត្រូវបង្ហោះ8ទៅ10វីដេអូហ្នឹងហើយដល់ពេលហើយវាអត់បានចប់ការទេខ្ញុំត្រូវវិច desktop ដែលបំពាក់ម៉ាស៊ីនរត់ក្រោះនេះបានវាអូសរួចអញ្ចឹងទៅយកទៅទីតាំងដែលមាន Wi-Fi ដែលខ្ញុំសុំឲ្យបងខ្ញុំគាត់ដាក់នៅផ្សារកដាលនោះនឹងដាក់ក្រុមហ៊ុន Midphone ហើយការបង្ហោះត្រូវអង្គុយតាំងពីម៉ោង10យប់អីបើនេះទៅដល់ម៉ោង11ថ្ងៃត្រង់ខាតការងារខាតលុយកាក់ត្រូវប្រើសាំងឡានប្រើម្ហូបអាហារញ៉ាំដើម្បីអង្គុយឲ្យបានដល់ម៉ោងនោះហើយបងប្អូនទាំងអស់គ្នាគឺពិតជាវេទនាមែនទែនហើយឥឡូវហ្នឹងការផុសទៅដល់អាមេរិកហ្នឹងសរុបទៅវាដូចវា4 channel ពិតជាជោគជ័យមែនទែនក្នុងមួយវីដេអូបានសុទ្ធតែ5 view ឯណោះខ្ញុំក៏មិនដឹងថាមូលហេតុមកពីអីដែរតែយ៉ាងណាក៏ដោយគឺខ្ញុំធ្វើដើម្បីទួនាទីគឺយើងធ្វើបែបគ្រីស្ទៀនទៅអាមេរិកហើយបែបព្រហ្មញ្ញសាសនាមកខ្មែរតែមិនឃើញមានថាតន់មានអ្នកមើលអីច្រើននោះទេតែយ៉ាងណាក៏ដោយជីវិតសល់ព្រះធម៌ដែរសល់ភាពត្រឹមត្រូវអូខេអរគុណបងប្អូនទាំងអស់គ្នាមនុស្សល្អធ្វើអំពើល្អមនុស្សអាក្រក់ធ្វើអំពើអាក្រក់ត្រូវចងចាំមិនបាច់បងវៀងច្រើនថាមកពីនេះមកពីនោះនោះទេបាទអរគុណពន្លឺបញ្ញាសន្តិភាពមេត្តាមិន